មនុស្សស្រីដែលស្រឡាញ់ប្តីពិតប្រាកដពួកគាត់នឹងមើលវីដេអូនេះឲ្យដល់ចប់ជាមិនខានតើជីវិតជាប្តីគេវាហត់នឿយយ៉ាងណាទៅខ្ញុំជឿជាក់ថាគ្មានមនុស្សប្រុសណាម្នាក់គាត់មើលវីដេអូនេះដល់ចប់ជាមិនបានទេហើយសូម្បីតែមនុស្សស្រីមួយចំនួននៅពេលដែលពួកគាត់មើលវីដេអូនេះចប់ហើយពួកគាត់នឹងចាក់ចិត្តអានឹងអីមកខ្លួនជាមិនខានតាមក៏ពិតទៅជីវិតជាប្តីគេវាពិតជាលំបាកហើយហត់នឿយខ្លាំងមែនទែនកើតមកជាមនុស្សប្រុសចិត្តវិញ្ញាណជាកម្មសិទ្ធិរបស់ឪពុកម្ដាយរូបរាងកាយជាកម្មសិទ្ធិរបស់ប្រពន្ធចំណែកឯពេលវេលាជាកម្មសិទ្ធិរបស់កូនមានរស្នាមជ្រីឈូននៅលើផ្ទៃមុខដៃកូននិងជាកម្មសិទ្ធិរបស់ខ្លួនកើតមកមានរូបរាងស្អាតស្អាតគឺថាជាមនុស្សប្រុសទេកើតមករូបរាងមិនបានមានមនុស្សស្រីណាពីយកគ្នាមិនចេះរកលុយគឺថាជាមនុស្សប្រុសទេរកលុយបានតិចគឺថាជាមនុស្សប្រុសមាននៅផ្ទះមើលថែទាំកូនគឺថាជាមនុស្សប្រុសទេចាស់ទៅខិតខំរកលុយនៅខាងក្រៅគឺថាជាមនុស្សប្រុសមានពេលវេលាគ្រប់គ្រាន់មើលថែទាំប្រពន្ធមនុស្សប្រុសត្រូវខិតខំរកទីបន្ថែមយប់មិនអាចនឹងឲ្យខ្លួនព្រោះខ្លួនត្រូវមានអំណាចគ្រប់គ្រងចិញ្ចឹមដីបាច់ថែរក្សាครอบครัวមានអារម្មណ៍ថាខ្លួនឯងតោះប៉ុន្តែមិនអាចចិត្តកាយខ្សោះអស់កម្លាំងមិនតែត្រូវនៅដៃខាងលាត់ជើងខោបន្តដំណើរទៅមុខទៀតពលដូចគ្មានវិញ្ញាណមានមនុស្សមួយចំនួនក៏លើកឡើងថាមនុស្សស្រីក៏មានអនុខុសទៅដូចគ្នាត្រូវរកលុយផងទៅមើលផ្ទះសម្បែងផងទៅធ្វើការរកស៊ីនៅខាងក្រៅផងមនុស្សប្រុសមានទំនួលខុសត្រូវតែរកលុយមិនពុតក៏បានយើងនិយាយបែបនេះវាមិនធំទេតែពិតជាទេដល់មកដល់ត្រង់ចំណុចនេះតើយើងជាមនុស្សស្រីដែលជាប្រពន្ធមិនមានចិត្តចង់រត់ទៅអស់ស្អីរបស់យើងបន្តិចទេគ្រាន់តែក្រោកមកពីព្រលឹមទៀងពួកគាត់ត្រូវមានកាតព្វកិច្ចតបស្នងសងគុណពុកម្ដាយធ្វើជាឪពុកធ្វើជាប្តីមើលថែសំប្រពន្ធកូនជាបង្អែកសម្រាប់គ្រប់គ្នាតែគ្មាននរណាម្នាក់ធ្វើជាប្តីដូច្នេះហើយក្នុងនាមយើងជាប្រពន្ធក្នុងនាមយើងជាឯកជនជីវិតគាត់បើសិនជាអាចយើងអាចនិយាយគាត់បន្តិចបើសិនជាយើងអាចនឹងប្រពន្ធផងតែបន្តិចបើសិនជាយើងអាចគុំមើលអំណាចជាបន្តិចជួយសម្រាប់បន្ទោសគាត់ថាបន្តិចនោះទោះបីជាគាត់ជួបការលំបាកប៉ុណ្ណាក៏គាត់ចិត្តថាវាស័ក្តិសមជាមួយនឹងការលះបង់នឹងដែរ